សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរ admin នឹងនាំ anime បែបចិនមួយមកសម្រាប់ជូនអ្នកទាំងអស់គ្នាដែល anime នេះមានចំណងជើងថា Tomb of Fallen God ដែលគេនិយាយអំពីបុរសម្នាក់ដែលបានទៅកប់នៅក្នុងដីអស់រយៈពេលជាង 10000 ឆ្នាំកុំឲ្យខាត់ពេលយូរយើងចូលមកទស្សនាសាច់រឿងយើងទាំងអស់គ្នាផ្ដើមសាច់រឿងដំបូងយើងបានឃើញមានមនុស្ស2នាក់កំពុងតែដេញចាប់កូននាគមួយនៅពេលដែលបុរស2នាក់ហ្នឹងរៀបនឹងចាប់កូននាគហ្នឹងបានហើយហ្នឹងកូននាគហ្នឹងក៏វាធ្វើចរិតបែបគួរឲ្យស្រឡាញ់ហើយបន្ទាប់មកវាក៏បានបាញ់ដីទៅមុខបុរសទាំងពីរនាក់ហ្នឹងវាក៏រត់រួចបាត់ទៅហើយបានធ្វើឲ្យបុរសទាំងពីរនាក់ហ្នឹងគឺខឹងយ៉ាងខ្លាំងតែគាត់នៅតែបន្តដេញតាមកូននាគហ្នឹងរហូតដល់វាតច្រកវាក៏ចេះតែថយរហូតទៅក៏បានធ្លាក់ទៅលើរបាំងការពារមួយដែលជារបាំងការពារវេទមន្តហើយគ្រាន់តែពេលវាធ្លាក់ទៅលើនឹងព្រាមបានមួយសន្ទុះក៏របាំងការពារហ្នឹងក៏វារលាយបាត់ទៅនៅពេលហ្នឹងក៏លេចចេញព្រះច័ន្ទខ្មៅមួយមកបាំងចំពីមុខព្រះអាទិត្យហើយនៅពេលដែលបុរសទាំងពីរនាក់ហ្នឹងបានឃើញគឺពួកគាត់បានភ័យជាខ្លាំងហើយក៏ដាក់មេប្រូចបាត់អស់ទៅរួចមកយើងក៏បានឃើញនៅមានមនុស្សម្នាក់បានងើបចេញពីដីមកហើយគាត់ម្នាក់ហ្នឹងបានចងចាំរឿងខ្លះកាលពីមុននៅពេលដែលគាត់នឹកឃើញទៅគឺធ្វើឲ្យគាត់នឹងឈឺក្បាលយ៉ាងខ្លាំងបន្ទាប់ពីបាត់ឈឺក្បាលហើយគាត់ក៏បានចងចាំថាតាមពិតទៅគឺគាត់បានស្លាប់ម្ដងរួចទៅហើយគាត់ក៏មិនដឹងថាមានរឿងអីកើតឡើងលើគាត់ដែរហើយគាត់ក៏បានដើរទៅអានអក្សរដែលគេឆ្លាក់នៅលើដុំថ្មទាំងអស់នោះគាត់អត់ដឹងថាមានរឿងអីកើតឡើងទេបានព្រះនិងពួកបិសាចបានកប់ជាមួយគ្នានៅកន្លែងហ្នឹងបន្ទាប់មកគាត់ក៏បានឃើញអាកូននេះហ្នឹងវាកំពុងដើរលបរត់ចេញណាគាត់ក៏រៀបនឹងទៅចាប់អាកូននាគហ្នឹងហើយវាក៏បានទៅផ្លុំភ្លើងទៅមុខរបស់គាត់ហើយគាត់ក៏ចាប់កូននាគហ្នឹងយកទៅអាំងទៅនៅពេលហ្នឹងដែរកូននាគហ្នឹងក៏វាបានស្ដោះទឹកមាត់វាចូលទៅក្នុងមាត់របស់បរិសម្នាក់ហ្នឹងរួចគាត់ក៏បានឮសលេងណាគេនិយាយព្រោះនៅពេលដែលមនុស្សបានផឹកទឹកមាត់កូននាគហ្នឹងហើយគឺបរិសម្នាក់ហ្នឹងនិងនាគហ្នឹងអាចនិយាយតាក់ទងគ្នាបានតែបានតែពីរនាក់ហ្នឹងឯងបាននិយាយមួយគ្នាកើតអ្នកផ្សេងគឺគេស្ដាប់អត់យល់ទេបន្ទាប់មកកូននាគហ្នឹងក៏បាននិយាយទៅបរិសម្នាក់ខាងដាច់ចិត្តសម្លាប់កូននាគគួរឲ្យខ្ជូតដូចគេដែរមែនហើយបុរសម្នាក់ហ្នឹងក៏បានសួរទៅកូននាគហ្នឹងថាមានស្គាល់រាជធានីហៅយ៉ាងអត់ថាតើពីកន្លែងហ្នឹងទៅដល់រាជធានីហៅយ៉ាងហ្នឹងមានរយៈពេលប្រហែលហើយអាកូននាគហ្នឹងក៏វាបាននិយាយថាគាត់ហ្នឹងនិយាយកំ ប្លែងមួយវាមែនព្រោះរាជនីហៅយ៉ាងហ្នឹងគឺត្រូវបានបាត់ខ្លួននិយាយទៅបាត់ពីម៉ែហ្មងអស់រយៈពេល10000ឆ្នាំហើយគ្រាន់តែលឺចឹងទៀតបានធ្វើឲ្យគាត់ហ្នឹងគឺកាំងស្ដោកមកហើយអាកូននេះហ្នឹងក៏បាននិយាយបន្ថែមទៅថានៅពេលដែលទ្វីបខាងលិចនិងខាងកើតបានរួមបញ្ចូលគ្នាហ្នឹងបាននាំនៅភាពច្បូកច្បល់ខ្លាំងមែនតើអញ្ចឹងហើយបានធ្វើឲ្យរាជនីហៅយ៉ាងហ្នឹងបានរលាយហើយកន្លែងដែលជារាជនីហៅយ៉ាងពីមុនហ្នឹងឥឡូវគេបានហៅថាធានយូហើយអាកូននេះហ្នឹងក៏បានសួរទៅបុរាណម្យ៉ាងខាងគាត់ហ្នឹងកើតអីបានសំបីតែអត់ដឹងថាខ្លួនឯងមកពីណាគ្រាន់តែឮអញ្ចឹងគាត់ក៏បាននឹកទៅដល់រឿងអតីតកាលរបស់គាត់បន្ទាប់មកគាត់ក៏បានប្រើធម្មពលរបស់គាត់ហើយគាត់បាននិយាយថាជាង10000ឆ្នាំហើយហេតុអីធម្មពលរបស់គាត់នៅតែអត់ទាន់ជាសះស្បើយឡើងវិញតែធម្មពលរបស់គាត់អត់កើនឡើងមកវិញអញ្ចឹងនៅតែដដែលនៅពេលដែលសួរសំណួរអាកូននេះហ្នឹងហើយគាត់ក៏បានយកអាកូននេះហ្នឹងទៅអាំងដដែលហើយកូននេះហ្នឹងក៏បាននិយាយថាបើសិនជាគាត់អត់សូវយល់ដឹងពីកន្លែងហ្នឹងអត់ដឹងអីអញ្ចឹងបើសិនជាគាត់អត់សូវយល់ដឹងពីកន្លែងហ្នឹងអត់ដឹងអីអញ្ចឹងចាំវាណែនាំប្រាប់បន្ទាប់មកគាត់ក៏បានដើរទៅកន្លែងខ្ពស់មួយមើលអាកន្លែងភ្នៅហ្នឹងមានរឿងអីកើតឡើងខ្លះបានជាគាត់ត្រូវបានគេយកមកកប់នៅកន្លែងហ្នឹងហើយគាត់ថានឹងស្វែងរកនៅការពិតហេតុអ្វីបានជាមានរឿងប្លែកៗកើតនៅកន្លែងហ្នឹងអញ្ចឹងហើយគាត់នឹងព្យាយាមស្វែងរកការពិតនៅរឿងរ៉ាវដែលបានកើតឡើងពីមុននៅពេលដែលគាត់ដើរចេញពីកន្លែងហ្នឹងក៏បានឃើញនាគដ៏ធំមួយបានហោះកាត់មុខហោះមិនបានប្រមាណហោះស្រាប់តែមានដៃមួយលេចចេញពីពពកមកចាប់ច្បាច់នាគហ្នឹងមកហើយបើមើលទៅដូចជាជាក់ថ្មមួយអញ្ចឹងហើយអាកូននាគហ្នឹងក៏បានប្រាប់ទៅគាត់ថានៅទីហ្នឹងបើសិនជាយើងអត់ចេះក្បាច់គុណចេះយុទ្ធសិលអីខ្លាំងទេគឺពិបាករស់នៅកូននេះហ្នឹងក៏បានប្រាប់ឈ្មោះវាទៅគាត់ដែលឈ្មោះវាមានឈ្មោះថាដងហើយវាក៏បាននិយាយទៀតថាវាគឺចូលចិត្តដើរកំសាន្តជុំវិញពិភពលោកម្នាក់ឯងហើយវាសួរទៅបុរសហ្នឹងថាចង់ចូលរួមធ្វើដំណើរទៅជាមួយវាអត់ហើយគាត់ក៏បានយល់ព្រមជាមួយវាទៅដោយសារតែគាត់អត់សូវយល់ពីពិភពលោកបច្ចុប្បន្នឥឡូវដែរពួកគេទាំងពីរបានធ្វើដំណើរជាមួយគ្នាអស់រយៈពេលជាយូរនិងបានឆ្លងនៅឧបសគ្គជាច្រើនជាមួយគ្នារហូតពួកគេ
គេមកដល់នៅមុខមាត់ជ្រោះមួយពួកគេក៏បានដើរបដានិយាយបដារហូតដល់ឡើងកដាឈ្មោះហ្នឹងអាកូននេះហ្នឹងវានិយាយក៏ដល់ជើងដួលហើយគាត់ក៏បានចាប់កូននេះនឹងជាប់ដល់ល្អលទាំងពីរនាក់ក៏ធ្លាក់មកពីលើជ្រោះហ្នឹងហើយវាចែកដល់អីនៅពេលដែលគាត់ធ្លាក់ហ្នឹងចំពេលដែលមាននារីម្នាក់កំពុងតែងូតទឹកនៅកន្លែងហ្នឹងហើយគាត់ក៏ត្រូវបានកូនចៅពីរនាក់របស់នារីដែលបានងូតទឹកហ្នឹងវាយយ៉ាងត្រោមគឺវាយតដៃឲ្យរួចមកមើលតាមវាទៅដឹងហើយរួចនារីម្នាក់ទៀតក៏បានប្រើយុទ្ធសាស្ត្ររបស់នាងជាពពុះទឹកកកបាញ់ទៅគាត់ហើយគ្រាន់តែកូននេះនឹងយកដៃប៉ះតិចគឺបានធ្វើវាកកហ្មងនិយាយទៅឡើងហ្នឹងលេងហៅវាអាកូននេះហៅវាដងដងព្រោះឈ្មោះវាឥឡូវដងដងហើយពពុះទឹកកកហ្នឹងគឺនៅតែបន្តបាញ់ដេញតាមគាត់រហូតធ្វើឲ្យគាត់ហ្នឹងគេចឡើងវិលក្បងដល់គិតថាអត់អាចគេចទៅណារួចបានគាត់ក៏បានប្រើយុទ្ធសាស្ត្របាញ់ទៅពពុះហ្នឹងគាត់បាញ់ហ្នឹងមិនមែនដើម្បីបាញ់កំតិចទេបាញ់ដើម្បីឲ្យគាត់ហ្នឹងអាចចាប់ពពុះទឹកកកហ្នឹងបានរួចគាត់ក៏បានហក់ទៅចាប់ពពុះទឹកកកហ្នឹងមួយហើយក៏រត់ទៅកាន់បុរសដែលមានសាច់ដុំធំហ្នឹងនារីដែលប្រើយុទ្ធសាស្ត្រទឹកកកដោយឃើញអញ្ចឹងគាត់ក៏បានបញ្ឈប់នៅពពុះទឹកកកហ្នឹងទាំងអស់តែគាត់ក៏បានគប់ពពុះទឹកកកដែលគាត់បានចាប់ហ្នឹងត្រូវពពុះទឹកកកផ្សេងទៀតក៏ធ្វើឲ្យបុរសសាច់ដុំហ្នឹងក៏គាំងមកកន្លែងទៅហើយនារីងូតទឹកបែបហ្នឹងក៏បានសរសើរតែគាត់ថាគាត់ហ្នឹងធ្វើដៃក៏មិនអន់ដែរហើយកន្លែងហ្នឹងយើងក៏បានដឹងថានារីដែលងូតទឹកហ្នឹងគឺជាព្រះនាងម្ចាស់ហ្នឹងហើយអ្នកនរគ្នាវីដេអូមួយហ្នឹងមានតែប៉ុណ្្នឹងហើយជួបគ្នានៅអេពីសូតក្រោយៗទៀត